Bếp cho Wi-Fi repeater ទៅនឹង Wi-Fi នៅផ្ទះរបស់យើងបានយើងដោតនឹងភ្លើងសិនបន្ទាប់ពីម៉ាស៊ីន Wi-Fi repeater លោតភ្លើងពីកាំយើងចូលទៅស្វែងរកឈ្មោះ Wi-Fi នៃ repeater នឹងសិនមានឈ្មោះពីរវាមាន 4G ហើយនិង 5G យើងចុចលើមួយណាក៏បានវានឹងភ្ជាប់អូតូបន្ទាប់មកទៀតយើងចូលទៅកាន់ Google Chrome ហើយវានឹងស្វែងរកឈ្មោះ Wi-Fi ដែលយើងចង់ភ្ជាប់យើងចុចទៅលើឈ្មោះ Wi-Fi ដែលយើងចង់ភ្ជាប់ហើយខ្ញុំចុចទៅលើឈ្មោះ Verity បន្ទាប់មកទៀតយើងវាយលេខកូដនៃ Wi-Fi មេចូលចុចពាក្យ next បាទជួយពាក្យនេះទៅបន្ទាប់មកវានឹងបង្ហាញឈ្មោះពីរនៅលើហ្នឹងមាន 4G ហើយនិង 5G យើងអាចដូរឈ្មោះនៅទីនេះបានឧទាហរណ៍យើងដាក់ថា A 3 4 ដងហើយកន្លែង 5G យើងអាចដូរឈ្មោះបានដូចគ្នាយើងអាចដូរឈ្មោះតាមអ្វីដែលយើងចង់ដាក់យើងដាក់ AA 5G ទៅឥឡូវដាក់ 4G ហើយមកក្រោមមកទៀតកន្លែង Wi-Fi password យើងអាចដូរបានដូចគ្នាយើងដាក់អ្វីដែលយើងចង់ដាក់ទៅឧទាហរណ៍យើងដាក់ grade 1 grade 2ទៅមកទៀតចុចពាក្យ next ចុចពាក្យ start connect អញ្ចឹងរងចាំបន្តិចដើម្បីឲ្យ Wi-Fi repeater ហើយនិង Wi-Fi main របស់យើងវាជាប់គ្នាដល់ពេលដែលវាជាប់គ្នាហើយយើងអាចចូលទៅប្រើប្រាស់នៅ Wi-Fi repeater នឹងបានឯងអញ្ចឹងយើងអាចចូលទៅតេស្ត Wi-Fi repeater យើងស្វែងរកឈ្មោះ Wi-Fi repeater ដែលយើងបានដូរ A4G ហើយនិង A5G អញ្ចឹងយើងវាយ password ចូលថ្មីបាទ grade 1 grade 2វានឹង connect ហើយអូខេវាកំពុង connect អញ្ចឹងវា connect បានជោគជ័យហើយយើងអាចទៅតេស្តអ៊ីនធឺណិតទៅលើ YouTube បានអញ្ចឹងដំណើរការនៃការភ្ជាប់ Wi-Fi មេហើយនិងដុំ repeater គឺដំណើរការបានជោគជ័យ 10-year-olds are រកព័ត៌ automating មានលម្អិតបងប្អូនអាចទាក់ទងតាម mail លេខនេះឬក៏ Telegram ខាងក្រោមនេះ